ចំពុកទី12វាសនារបស់បរិសកំសត់ម្នាក់នៅដើមឆ្នាំ2020ខ្ញុំបានជួបបរិសម្នាក់ក្នុងវគ្គសិក្ខាសាលាមួយដែលរៀបចំឡើងដោយក្រុមអ្នកមានអាជីពដែលជាអ្នកជឿព្រះយើងថ្វាយបង្គំនៅព្រះវិហារជាមួយគ្នាតែយើងមិនសូវស្និទ្ធស្នាលជាមួយគ្នាប៉ុន្មានទេពេលបាយថ្ងៃត្រង់យើងបានអង្គុយក្បែរគ្នាគាត់ប្រកបមុខរបរជាអ្នករត់ម៉ូតូកង់3ហើយគាត់ឆ្លៀតលក់ដីឡូដើម្បីរកកម្រៃជើងសារខ្លះៗសម្រាប់ដោះស្រាយជីវភាពគាត់ប្រាប់ថាគាត់រកមួយខែសម្រាប់តែមួយខែជួនខ្វះខាតទៀតម្យ៉ាងទៀតជំពាក់ធនាគារត្រូវសងគេរាល់ខែយើងហូបបណ្ដើនិយាយគ្នាពីនេះពីនោះបណ្ដើក្រោយមកគាត់បាននាំនិយាយអំពីការរកស៊ីតាមរយៈការលក់ដីឡូឲ្យក្រុមហ៊ុនគាត់ថាជួនកាលគាត់លក់បានជួនកាលគាត់លក់មិនបានទេរួចខ្ញុំបានប្រាប់អាត់កំបាំងមួយដល់គាត់ថាបើបងស្វែងរកប្រយោជន៍នគរឋានសួគ៌ឬព្រះរាជរបស់ព្រះជាម្ចាស់ជាមុននោះគ្រប់របស់នឹងបានប្រទានមកបងថែមទៀតបងដឹងស្រាប់ហើយថាព្រះវិហារយើងមិនទាន់មានអគារផ្ទាល់ខ្លួនដើម្បីថ្វាយបង្គំព្រះនៅឡើយទេប្រសិនបើបងស្រឡាញ់ព្រះជាម្ចាស់បងនិយាយជាមួយព្រះអង្គទៅថាព្រះអង្គខ្ញុំចង់ឃើញព្រះវិហារមានប្រាក់ទិញដីដើម្បីសង់អគារខ្ញុំចង់ថ្វាយដល់ព្រះជាម្ចាស់យ៉ាងហោចណាស់$10,000ដើម្បីជាចំណែកសង់ព្រះដំណាក់ថ្វាយព្រះអង្គតែខ្ញុំបានបញ្ជាក់ប្រាប់គាត់ថាមិនមែនយើងដាក់លក្ខខណ្ឌជាមួយព្រះដើម្បីឲ្យយើងក្លាយជាអ្នកមាននោះទេតែយើងថ្វាយចេញពីដួងចិត្តដោយយើងមើលឃើញថាព្រះវិហារមិនទាន់មានអគារខ្លួនឯងហើយយើងចង់ឲ្យព្រះរាជរបស់ព្រះរីកចម្រើនឡើងគាត់ថាគាត់នឹងសាកល្បងស្រាប់តែ3អាទិត្យក្រោយមកគាត់ខ្សឹបប្រាប់ខ្ញុំថានិមិត្តដែលគាត់ចង់ថ្វាយព្រះ$10,000នោះជិតគ្រប់ហើយខ្ញុំភ្ញាក់ព្រឺតពេលឮគាត់និយាយបែបនេះគាត់បានប្រាប់បន្តថាគាត់បានដឹកភ្ញៀវចិនម្នាក់រួចគាត់និយាយលេងពីការលក់ដីឡូថោកៗរបស់ក្រុមហ៊ុនគាត់នៅជាយក្រុងភ្នំពេញគាត់ប្រាប់អ្នកបកប្រែគាត់ស្រាប់តែជនជាតិចិននោះចាប់អារម្មណ៍រួចបានទិញដីពី10ទៅ20ឡូហើយក្រោយមកគាត់ទិញរាប់សិបឡូបន្ថែមទៀតដោយមិននឹកស្មានដល់កម្រៃជើងសារដី1ឡូបាន$500ពេលនោះក្រុមហ៊ុនលើកទឹកចិត្តដល់បុគ្គលិកថាបើអ្នកណាលក់ដីបាន120ឡូនោះនឹងបានរង្វាន់លើកទឹកចិត្តជាឡានមួយគ្រឿងដែលមានតម្លៃ$18,000ថែមទៀតគាត់បានប្រាប់ខ្ញុំថាគាត់បានជិតគ្រប់120ឡូហើយសូមជួយអធិដ្ឋានឲ្យគាត់ផងកន្លងបានរយៈពេល1ខែសោះគាត់លក់បានគ្រប់ចំនួន120ឡូដោយសារជំនឿនិងបំណងចង់ថ្វាយដល់ព្រះដើម្បីសាងសង់ព្រះដំណាក់របស់ព្រះអង្គព្រះជាម្ចាស់គបហារតីនិងសេចក្តីប៉ងប្រាថ្នារបស់គាត់ពេលនេះគាត់បានសង់បំណុលធនាគាររួចអស់ព្រមទាំងទិញបានដី2ឡូដើម្បីសង់ផ្ទះផ្ទាល់ខ្លួននិងនៅសល់លុយមួយចំនួនដើម្បីរកស៊ីថែមទាំងគាត់បានឡានមួយគ្រឿងមានតម្លៃ$18,000ដែលខ្លួនគាត់មិនទាន់ចេះបើកបរស្ទាត់ផងហើយក្លាយជាអ្នកលក់ឆ្នើមដំបូងគេក្នុងក្រុមហ៊ុនព្រមទាំងក្លាយជាមេរបស់គេវិញដែលពីមុនគាត់ជាកូនក្រុមខ្ញុំពិតជាសរសើរដល់ព្រះយេស៊ូវខ្លាំងណាស់ដែលទ្រង់មានព្រះគុណចំពោះមនុស្សតូចទន់ទាបម្នាក់ជាអ្នករត់ម៉ូតូកង់3សោះតែព្រះអង្គបានធ្វើឲ្យគាត់មានចំណូលរាប់$10,000តែក្នុងរយៈពេលជាង1ខែសោះដែលគាត់បានខិតខំរកស៊ីស្ទើរតែកន្លះជីវិតទៅហើយតែនៅតែរកមិនបានផងខ្ញុំសប្បាយចិត្តនិងអរគុណដល់ព្រះជាម្ចាស់ខ្លាំងណាស់ដែលបានប្រាប់ខ្ញុំឲ្យប្រាប់មនុស្សជាច្រើនឲ្យដកពិសោធន៍នៅអាថ៌កំបាំងនៃព្រះពរនេះ